Hello ដល់គ្នាខ្ញុំហៅគីសុផានីនេះដែរគឺខ្ញុំមកបរៀនអ្នកគ្នាពីរបៀបដាក់ shader ក្នុង Fader Client អ្នកគ្នាអញ្ចឹងគឺយើងដូរពីរូបភាពឲ្យបែបនេះមកបែបនេះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅពីវិធីបរៀនណាពេលតើអ្នកគ្នាចូលកន្លែង shader នេះមកហ្នឹងអ្នកគ្នាចូលហ្នឹងហើយអ្នកគ្នានឹងឃើញហើយ shader តើហ្នឹងដែលអ្នកគ្នាពេញចិត្តមួយណាអ្នកគ្នារើសមួយហ្នឹងទៅអញ្ចឹងគឺវាមានច្រើនខ្លាំងមែនតើអ្នកគ្នាវាមានស្អីគេនេះ complain ស្អីគេនោះខ្ញុំឆ្លាញ់អស់ហ្នឹងខ្លាំងមែនតើអ្នកគ្នាឆ្លាញ់មួយណាអ្នកគ្នាអូសដល់មើលទៅណាអ្នកគ្នាចូលចិត្តអ្នកគ្នាយកអាហ្នឹងទៅអញ្ចឹងគឺវាមានច្រើនណាស់អ្នកគ្នាអញ្ចឹងឆ្លាញ់មួយណាដាក់មួយហ្នឹងទៅអញ្ចឹងគឺអូខេហ្នឹងហើយឆ្លាញ់មួយណាយកមួយហ្នឹងតែឥឡូវខ្ញុំទៅលើវិញហើយដោយសារខ្ញុំឆ្លាញ់អាលើនេះខ្ញុំឆ្លាញ់អាក្រោមហ្នឹងហ្នឹងអញ្ចឹងខ្ញុំចុចយកហ្នឹងមកហើយខ្ញុំយកពាក្យថា install មកឃើញគឺវាបានអញ្ចឹងប៉ុន្តែយើងចូលទៅក្នុង game មកអូខេឥឡូវយើងមកដល់ក្នុង game ហើយយើងមកដល់ក្នុង lobby server នេះគឺជា server protocol ដល់គ្នាអញ្ចឹងអ្នកគ្នាចូល setting មកអ្នកគ្នាចូល shader នេះមកអត់ច្រឡំមែនទេអ្នកគ្នាមែនទេច្រឡំអ្នកគ្នាចូល setting វិញអ្នកគ្នាចូលពាក្យថា option នេះមកហើយអ្នកគ្នារកពាក្យ video setting អ្នកគ្នារកពាក្យលេខនេះថា shader នេះអ្នកគ្នានឹងឃើញហើយចាំអ្នកគ្នា download នេះខ្ញុំ download មិញខ្ញុំចុចមកអូខេនេះហ្នឹងគឺរបស់ខ្ញុំ download ហើយខ្ញុំចុចតាមនៅក្រុមហ្នឹងមកនេះគឺវាបានហើយអញ្ចឹងឃើញអ្នកគ្នាឃើញវាស្អាតទេអញ្ចឹងវាមើលទៅជាក់ប្រេកខ្លាំងមែនតើអ្នកគ្នាឃើញអ្នកគ្នាហើយយ៉ាងអ្នកគ្នានេះ Nagi ណា Nagi ហ្នឹងវាយ៉ាង idol យើងណាអ្នកគ្នា idol តែឥឡូវកុំឲ្យខ្វល់គាត់យើងមើល shader យើងណាគ្នាថាគឺវាមើលទៅស្អាតណាស់អញ្ចឹងអ្នកគ្នាស្រឡាញ់ shader មួយណាអ្នកគ្នាតេស្ត shader ហ្នឹងទៅអញ្ចឹងគឺ shader ខ្ញុំដាក់នេះមើលទៅគឺវាអត់ស្អាតប៉ុន្មានដែរអញ្ចឹងអ្នកគ្នាគឺមើលទៅខ្លួនឯងទៅគឺវារៀងលយដែរអ្នកគ្នាអញ្ចឹងហើយវីដេអូយើងប៉ុណ្ណឹងមកអ្នកគ្នាអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹងអ្នកគ្នាបាយជួបគ្នាវីដេអូក្រោយ